ប្រជានេសាទដែលមានជីវភាពខ្វះខាតនៅក្នុងរដូវបិទនេសាទ20គ្រួសារនៅឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំបានទទួលអំណោយរបស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវនៅព្រឹកថ្ងៃទី20ខែសីហាឆ្នាំ2026ឧត្តមសេនីយ៍ទូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានដឹកនាំសហការីនាំយកស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគអំណោយមនុស្សធម៌របស់សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីទៅឧបត្ថម្ភជូនប្រជានេសាទដែលមានជីវភាពខ្វះខាតចំនួន20គ្រួសារនៅក្នុងរដូវបិទនេសាទនិងប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគប្រេងឥន្ធនៈជូនទីបញ្ជាការស្រាលសម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទឆ្នាំ2026នៅឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំដែលជាឃុំជាប់មាត់បឹងទន្លេសាបលោកអនុសេនីយ៍ឯកលុយសុភីបនាយទាហាននៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការបទល្មើសនេសាទនៅតំបន់ឃុំពាមបាងស្រុកស្ទោងបានឡើងរាយការណ៍បញ្ជាក់ថាដោយរដូវនេះជារដូវបិទនេសាទហើយប្រជាពលរដ្ឋមួយចំនួនមិនមានមុខរបរអ្វីក្រៅពីនេសាទត្រីដើម្បីលក់ដូរដោះស្រាយជីវភាពប្រចាំថ្ងៃដូច្នេះមានការលំបាកខ្វះខាតហើយកន្លងទៅរបបហូបចុកប្រចាំថ្ងៃរបស់កងទ័ពដែលប្រចាំការនៅទីបញ្ជាការស្រាលនិងការឧបត្ថម្ភស្បៀងអាហារបន្ថែមពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំជូនដល់ទីបញ្ជាការស្រាលត្រូវបានចែករំលែកជូនពួកគាត់ជាបន្តបន្ទាប់ផងដែរឧត្តមសេនីយ៍ទូសំសុនបានថ្លែងនៅការកោតសរសើរចំពោះកងកម្លាំងចម្រុះដែលបានបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទទទួលបានលទ្ធផលល្អប្រសើរនិងបានថ្លែងអំណរគុណចំពោះកងកម្លាំងទីបញ្ជាការស្រាលដែលតែងតែយកចិត្តទុកដាក់ចែករំលែកស្បៀងអាហារជួយដោះស្រាយនៅការលំបាកចំពោះមុខជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងរដូវបិទនេសាទនាពេលកន្លងទៅក៏ដូចជានៅពេលបច្ចុប្បន្ននេះដែលនេះជាគុណធម៌របស់កងទ័ពក្នុងការបម្រើប្រជាពលរដ្ឋរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនិងដើម្បីប្រជាពលរដ្ឋនិងសូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលតម្រូវឲ្យមានការគោរពតាមច្បាប់ស្តីពីជលផលនៅក្នុងរដូវបិទនេសាទនេះគឺដើម្បីបម្រើផលប្រយោជន៍ផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋផងដែរនៅក្នុងមូលដ្ឋានក្នុងការថែរក្សាធនធានមច្ឆាដែលជារដូវត្រីពងកូនដើម្បីឲ្យបងប្អូនប្រជានេសាទទទួលទិន្នផលខ្ពស់នៅពេលដល់រដូវបើកការនេសាទនាពេលខាងមុខនៅទូទាំងប្រទេសនិងសង្គមជាតិយើងទាំងមូលនិងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាបន្តគោរពនិងអនុវត្តច្បាប់ស្តីពីជលផលជាពិសេសក្នុងរដូវបិទនេសាទនេះឲ្យបានគ្រប់គ្នាដើម្បីធ្វើឲ្យមច្ឆជាតិរបស់យើងសម្បូរឡើងវិញជាមួយគ្នានេះឧត្តមសេនីយ៍ទូសំសុនបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ឆក់គ្រប់ប្រភេទនិងការនេសាទដោយប្រើប្រាស់របាំងស្បៃមុងដែលច្បាប់បានហាមឃាត់ជាដាច់ខាតក្នុងឱកាសនេះឧត្តមសេនីយ៍ទូសំសុនបានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន20គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន25គីឡូក្រាមមីជាតិចំនួន2កេសទឹកត្រីទឹកស៊ីអ៊ីវ2យួរនិងត្រីខកំប៉ុងមួយចំនួនផងដែរដោយឡែកកងកម្លាំងប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសខុសច្បាប់នៅឃុំពាមបាងស្រុកស្ទោងក៏បានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងប្រេងឥន្ធនៈសម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទពេលនេះ